អ្នកធ្វើការដដែលលើសពី10ឆ្នាំខ្ញុំផ្ដល់សញ្ញាពមៀនថាអាចជាបញ្ហាសំទោសណាព្រោះយើងកំពុងថតដែរហើយអ្វីដែលខ្ញុំនិយាយនឹងនិយាយអាចប៉ះអារម្មណ៍ហើយអាចប៉ះដល់ស្ថាប័នមួយចំនួនប៉ុន្តែខ្ញុំនិយាយនេះក្នុងចេតនាល្អទេក្នុងចេតនាឲ្យមនុស្សមើលឃើញផ្លូវនិងឲ្យមនុស្សភ្ញាក់ហើយក្រោកអូខេប្រធានបទយើងគឺបុគ្គលឬបុគ្គលិកដែលធ្វើការលើសពី10ឆ្នាំខ្ញុំផ្ដល់សញ្ញាពមៀនថាគួរតែឆែកឡើងវិញហើយមិនល្អទេធ្វើការដដែលពីខ្ញុំទៅវិញខ្ញុំមិនលើកទឹកចិត្តឲ្យខ្លួនឯងប្រើពាក្យមិនលើកទឹកចិត្តស្រាលពេកខ្ញុំមិនអនុញ្ញាតឲ្យខ្លួនខ្ញុំនៅដដែលទេមិនទេមកដល់ម៉ោងនេះខ្ញុំមិនដែលអនុញ្ញាតឲ្យខ្លួនឯងនៅដដែលទេហើយខ្ញុំក៏មិនចង់ឃើញមនុស្សខ្មែរជាតិសាសន៍របស់ខ្ញុំនៅដដែលដែរខ្លួនឯងក៏មិនចង់ឃើញដែរខ្លួនឯងបងជឿថាក៏មិនចង់ឃើញខ្លួនឯងនៅដដែលនេះបានបងប្រាប់ពីព្រោះមនុស្សមួយចំនួនបិទថាមិនចង់ឃើញខ្លួនឯងនៅដដែលមិនចង់ទទួលបានលទ្ធផលដដែលប៉ុន្តែបាននឹងកំពុងស្ថិតនៅលើផ្លូវដែលនាំទៅបែបហ្នឹងហើយដូចរឿងស្រាចឹងអ្នកខ្លះបើឈឺរត់ទៅពេទ្យខ្លាចស្លាប់ប៉ុន្តែអត់ព្រមទទួលថាខ្លួនឯងកំពុងផឹកថ្នាំពុលស្រាបរិយអាហ្នឹងជាគ្រឿងញៀនណាជាគ្រឿងញៀនស្របច្បាប់ឈឺចេះរត់ទៅពេទ្យរកថ្នាំលេបខ្លាចងាប់សុទ្ធទោសខ្លាចស្លាប់កុំប្រើពាក្យអាក្រក់ពេកប៉ុន្តែអត់ប្រឌិតមើលអ្វីដែលខ្លួនកំពុងធ្វើអានេះជាសិទ្ធិបុគ្គលបកមកវិញកុំវែងឆ្ងាយកុំចាក់ប្រធានក្នុងស្ថាប័នមួយដែលពោពេញដោយមនុស្សធ្វើការក្នុងនឹងជាបុគ្គលិកនឹងគឺជាមនុស្សដែលមិនរំកិលមានន័យថាមិនទៅមុខនៅដដែលស្ថាប័ននោះនឹងដួលនឹងរលំសំណួរសួរថាមកពីគេផ្ដួលមែនមកពីដៃគូប្រកួតផ្ដួលមែនអត់ទេអ្នកដតីថាមិនខ្ញុំមិនដឹងទេប៉ុន្តែពីខ្ញុំទៅវិញខ្ញុំមើលឃើញថាដោយសារគាត់រលួយខ្លួនឯងគាត់បណ្ដោយឲ្យខ្លួនឯងរលួយបើឧបមាក្នុងស្ថាប័ននោះមានបុគ្គលិក20នាក់មនុស្សយ៉ាងហោចណាស់10នាក់គឺជាប្រភេទមនុស្សដែលធ្វើការលើសពី10ឆ្នាំហើយចូលក្រុមមនុស្សដែលមិនរំកិលខ្ញុំនិយាយនេះមិនមែនមានន័យថាឲ្យតែអ្នកធ្វើការលើសពី10ឆ្នាំសុទ្ធតែអញ្ចឹងទេណាប៉ុន្តែប្រយ័ត្នណាខ្ញុំផ្ដល់សញ្ញាពមៀនលើសពី10ឆ្នាំអាចធ្លាក់ចូលក្នុងស្ថានភាពមិនរំកិលបើបែបនោះស្ថាប័ននោះនឹងរលំដោយសារក្នុងនឹងរលួយសំទោសម្ដងទៀតណាអ្នកកំពុងមើលបើឈឺចាប់ខ្លាំងឈប់មើលកុំឲ្យឈឺបន្តទៀតព្រោះអាហ្នឹងនៅតិចរឿងពិតវាពិបាកស្ដាប់បន្តិចបាទតទៀតបងប្រាប់រឿងមួយអានេះចំណុចទី1ម្ចាស់ស្ថាប័នមួយចំនួនគ្មានសមត្ថភាពពង្រីកខ្លួនទេបងនិយាយម្ដងទៀតម្ចាស់ស្ថាប័នខ្លះខ្សោយឬគ្មានវិធីពង្រីកខ្លួនទេខ្សោយស្មើនឹងអសមត្ថភាពបើប៉ុណ្ណេះធ្វើការនៅទីនោះ
លើសពី3ឆ្នាំឬថា5ឆ្នាំឡើងបងអត់លើកទឹកចិត្តឲ្យបន្តទេអត់មានន័យថាចាក់ចេញប៉ុន្តែនិយាយអញ្ចឹងមិនមែនមានន័យថាបន្ទាប់ពីស្ដាប់បងអ្នកកំពុងមើលដែរបន្ទាប់ពីស្ដាប់សម្ដីខ្ញុំហើយទៅដាក់ពាក្យសុំឈប់អីភ្លាមឆៅកុំល្ងងអញ្ចឹងពេកស្ដាប់ហើយគិតតិចទៅណាធម្មតាទេអាហ្នឹងបើយើងរកវិធីទៅដល់ពេលណាមួយយើងដើរចេញទៅប៉ុន្តែកុំប្រម៉ោប្រម៉ាំងកុំដូចថាចេះតែសម្រេចចិត្តឆៅភ្លាមដោយមិនមើលពីស្ថានភាពខ្លួនឯងអ្នកខ្លះត្បិតតែអញ្ចឹងមែនធ្វើការដូចថាខ្ញុំប្រាប់ថាលើសពី3ឬ5ឆ្នាំហើយក្នុងស្ថានភាពដែលរកឃើញថាម្ចាស់ស្ថាប័នខ្លួនឯងគ្មានសមត្ថភាពពង្រីកខ្លួនហ្នឹងណាប៉ុន្តែគាត់ខ្លួនឯងក៏រលួយដែរបើរលួយអញ្ចឹងព្យាបាលខ្លួនឯងកុំឲ្យរលួយសិនទៅចាំចេញម្ដងទៀតម្ចាស់ស្ថាប័នខ្លះអត់មានសមត្ថភាពពង្រីកខ្លួនទេហើយយើងជាបុគ្គលិកក្នុងស្ថាប័នហ្នឹងលើសពី3ឬ5ឆ្នាំហើយយើងស្ថិតក្នុងស្ថានភាពដែលមិនរំកិលដែរកុំនៅយូរពេកកុំនាំគ្នារលួយយូរពេកខ្ញុំមិនចង់និយាយទេព្រោះអាហ្នឹងវាជារឿងដែលវាប៉ះមិនមែនអត់ទេខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកដែលស្ដាប់ប៉ុណ្ណេះទាំងអស់គ្នាហើយនឹងអ្នកកំពុងមើលនេះស្ដាប់ឲ្យគិតក្នុងន័យវិជ្ជមានខ្ញុំអត់មានបំណងទៅជន់បុគ្គលណាទេប៉ុន្តែបើអ្វីដែលខ្ញុំធ្វើនឹងវាប៉ះពិនិត្យខ្លួនឯងទៅមិនគួរខឹងទេបើចង់ខឹងក៏ខឹងទៅមិនដឹងធ្វើម៉េចប៉ុន្តែផ្ទុយទៅវិញបើយកវាទៅឆ្លោះបញ្ចាំងអង់គ្លេសគេថា reflect បើខ្លួនឯងពិតជាអញ្ចឹងមែនគួរតែអរគុណខ្ញុំមួយម៉ាត់ទៅសុកខ្ញុំប្រាប់ធម្មតាស្ថាប័នមួយមិនអាចបដ ாய் ខ្លួនឲ្យហួសដលេទេមិនអញ្ចឹងទេបុគ្គលខ្លួនឯងហ្នឹងដែលជាអ្នកធ្វើការក៏ដោយដែលជាអ្នករកស៊ីនឹងក៏ដោយមិនអាចបណ្ដោយខ្លួនឯងឲ្យដូចថាលេងមានតម្លៃក្នុងសម័យកាលអានោះហួសដលេហ្នឹងឯងអត់អាចទេធម្មតាខ្ញុំមិននិយាយច្រើនទេព្រោះអានឹងរឿងការរកស៊ីការដឹកនាំខ្ញុំមិនមានទួនាទីអីត្រូវនិយាយពេលនេះទេគ្រាន់តែថាផ្ដាំទៅបងឯងទាំងអស់គ្នាថាបើរកឃើញខ្លួនឯងនៅក្នុងស្ថានភាពជាប់គាំងបែបហ្នឹងកុំបន្តឲ្យខ្លួនឯងស្ថិតនៅលើផ្លូវខុសបន្តទៀតប៉ុន្តែមិនមែនមានទេថាជំហានបន្ទាប់ខ្លួនឯងឈានទៅភ្លាមត្រូវភ្លាមទេគ្រាន់តែធ្វើម៉េចបងនិយាយដដែលត្រូវពង្រឹងការគិតខ្លួនឯងបើមិនចឹងទេបងឯងដើរទៅទៀតខុសទៀតមនុស្សយើងមានពេល5ឆ្នាំប្រហែលដងដើម្បីដើរខុសយើងកុំសួរ10ឆ្នាំ10ឆ្នាំទៅវាដូចថាបើសួរ10ឆ្នាំវាមានតិចពេកសួរ5ឆ្នាំឲ្យវាច្រើនបន្តិចមានពេល5ឆ្នាំប្រហែលដងប៉ុន្តែអាយុ25ឆ្នាំអាទិត្យនេះ30ប៉ុន្តែដឹងតែខ្លួនឯងនៅស្លាប់អាយុប៉ុន្មានអត់ដឹងអត់មានណាដឹងទេឧបមាស្លាប់អាយុ50ប៉ុន្តែមាន10ឆ្នាំតែ2ដងទៀតបើ5ឆ្នាំ4ដងអញ្ចឹងយើងអត់ចេះតែត្រូវដើរខុសទេយើងត្រូវពង្រឹងការគិតរបស់យើងឲ្យចាប់ឲ្យបានហើយចាប់កន្លែងដែលត្រូវដើរណាហើយឈានទៅមួយជំហានទៀត